សួស្តីអស់លោកស្រីនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីដើម្បីទុកជាចំណងដៃចំណៃអារម្មណ៍ជូនដល់ប្រិយមិត្តអ្នកស្ដាប់ផលិតកម្មខ្មែរក្រោមសូមជូនខាសចម្រៀងពន្លឺខ្មែរក្រោមលេខ5លើកនេះអ្នករៀបរៀងប្រចាំផលិតកម្មខ្មែរក្រោមយើងខ្ញុំបានខិតខំសម្រិតសម្រាំងជ្រើសរើសនៅទំនុកភ្លេងនិងទំនុកច្រៀងដ៏ពីរោះរំលេចដល់ពាក្យពេចន៍អត្ថាធិប្បាយយកមកបកស្រាយជូនប្រិយមិត្តស្ដាប់កំសាន្តតាមរលកចម្រៀងតារាចម្រៀងវ័យក្មេងកំពុងពេញនិយមមិនឲ្យខកបំណងឡើយពិភពលោកយើងនេះមានភាពទូលំទូលាយណាស់សម្រាប់ជាសាសដតីដែលមានសិទ្ធិគ្រប់គ្រងទឹកដីកំណើតរបស់ខ្លួនចំណែកខ្មែរក្រោមវិញហាក់ដូចជាពិភពលោកនេះចុកអៀតចង្អុលខ្លាំងណាស់រកតែរើខ្លួនក៏មិនរួចផងដោយគំនាបពីយួនចិត្តលោកលុនបានដាក់នឹមអានិគមមកលើខ្មែរក្រោមដែលជាម្ចាស់ទឹកដីសប្តាហ៍ថ្ងៃនេះខ្មែរក្រោមមានភ័ព្វវាសនាល្អដោយមានសហព័ន្ធខ្មែរកម្ពុជាក្រោមជាដុំពន្លឺដ៏ភ្លឺត្រចះត្រចង់ជាពន្លឺអមតៈមានអង្គការ UNPO អង្គការ UN និងអង្គការនានាជុំវិញពិភពលោកជួយជាកម្លាំងប្រៀបដូចជាព្រេងដ៏ស័ក្តិសិទ្ធិដែលអង្គការនានានោះបានបង្ហូរចូលទៅក្នុងបំពង់ពន្លឺខ្មែរក្រោមឲ្យមានពន្លឺដល់ខ្មែរក្រោមរកផ្លូវចេញផុតពីគំនាបអាណានិគមយួនរហូតដល់ត្រាងសន្តិភាពយ៉ាងឆាប់ជាមិនខានចម្រៀងរៀបរាប់តបជាប់សាវតាបំរងឯកសារស្ដារប្រវត្តិពិតខ្មែរកម្ពុជាក្រមរួបរួមគំនិតប្រមូលញាតិមិត្តបង្កើតចលនាសមាគមសភាមកជាសហព័ន្ធខ្មែរកម្ពុជាក្រមស្រោច្បាប់មាត្រាតាំងពីមទាសិទ្ធិជូនជាតិខេមរាសម្រាប់វាសនាខ្លួនដោយខ្លួនឯង15កក្កដាឆ្នាំ2001អិនពលលើស្ទួយប្រឹងជួយខ្លាំងខ្នាយខ្មែរក្រមគ្រប់គ្នាត្រេកអរប្រៃលែងមានពាក្យណាថ្លែងប្រៀបទឹមបានឡើយជោគជ័យទួនទួយួនស្មានមិនដល់ឆ្លេឆាខ្វាយខ្វល់ក្តៅបក់មិនលហើយទុកងខ្មែរក្រជាប់លេខ1ហើយមិនធម្មតាឡើយណាអន្តរជាតិ
មិនថាជនជាតិណាឬជនជាតិណាទេឲ្យតែចេះរួបរวมសាមគ្គីគ្នាគ្មានអ្វីអាចយកជ័យជំនះបានងាយៗនោះទេពាក្យចាស់លោកពោលថាចង្កឹះមួយគេអាចកាច់បាក់តែបើចង្កឹះមួយបាច់វិញมันអាចកាច់បំបាក់បានដោយងាយៗឡើយមកទល់ពេលនេះអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមបានខិតខំប្រមូលឯកសារដើម្បីប្តឹងទៅគ្រប់អង្គការអន្តរជាតិឲ្យជួយរកយុត្តិធម៌ឲ្យជនជាតិខ្មែរក្រោមដែលកំពុងរស់នៅក្រោមគំនាបអយុត្តិធម៌របស់ចៅយួនឈ្លានពានប្លន់ដីកម្ពុជាក្រោមថ្ងៃរះព្រៀងឯភ្លៀងក៏ចិត្តរាំងហើយដែរនាវាចម្បាំងរបស់សហព័ន្ធកំពុងតែលូនសន្សឹមទៅកាន់ត្រៃសន្តិភាពហើយបងប្អូននាំគ្នាក្រោកឡើងជួយជំរុញនាវាសហព័ន្ធឲ្យបានទាន់សភាពការមិនថាអ្នកស្រែអ្នកចំការឬនិស្សិតបញ្ញវន្តទេឲ្យតែមានចិត្តស្មោះហើយជាខ្មែរសហព័ន្ធស្វាគមន៍ជាឥតប្រកែកឡើយសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកជ័យយោកម្លាំងសាមគ្គីជ័យយោខ្មែរក្រោមសិទ្ធិជនជាតិខ្មែរស្មាបំរាជាស្មោះញាតហើយនឹងសាសនាគ្រប់គ្រាបដាច់ញាការពារបូរណភាពទឹកដីដឹងគ្រប់ទិសទីយកច្បាប់តតាំងសក្តិការព្រៃបាត់ទៅពួតទៅកាន់មហាវិថីក្រុមលើកណ្ដាលរួមគ្នារំដោះទឹកដីសាងជីវិតថ្មីលើដីដំណើរគេដល់តសាមគ្គី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 ពិភពលោកអើយជួយស្ដាប់ផងចុះខ្មែរក្រោមរាប់លានកំពុងរងទុក្ខវេទនារស់ក្រោមគំនាបរបបកុម្មុយនីសចោលព្រៃបិសាចយួនយ៉ាងសែនឈឺចាប់ខ្លោចសាជាទីបំផុតវាសនាខ្មែរក្រោម
ប្រៀបដូចជាកូនរលកដ៏តូចមួយត្រីជំនោសមុទ្របោកបក់យ៉ាងខ្លាំងស្ទើរផុតរលត់ម្ដងទៅហើយទោះបីខ្យល់ព្យុះភ្លៀងផ្គរយ៉ាងណាក៏ដោយតែកូនរលកតូចមួយនេះនៅតែខំត្រដោះតស៊ូប្រឈមនឹងរលកធំដែលកំពុងតែសប្បាយលើគំនោទឹកភ្នែករបស់ខ្មែរក្រៅដែលជាកូនរលកដ៏តូចកំសត់នេះម៉ែក្រមរំលៀនរងទុកវេទនាដូចកូនកំព្រីរងាដួងចិត្តណាប្រត់ឪពុកម្ដាយឃ្លាតឆ្ងាយញាតិមិត្តណាក្រិតដេញតាមប្រហាខ្មែរក្រមឈឺចាប់រស់ស្លាប់គ្មានន័យបាត់សិទ្ធសេរីលើដីដូនតារៀងរាល់យប់ថ្ងៃស្រក់ទឹកនេត្រារស់គ្មានមេបាខ្លោចផ្សាពីក្រៃរលោកវាសនាកណ្ដាចំបាយកណ្ដោយកូនតែថ្លែងប្រាប់លោកីវាយោបងបោករលងទុំភ័យម៉ែក្រមប្រុងស្រីហាស្ដីមិនបានជីវិតខ្មែរក្រហមរស់យ៉ាងអាភពរួមក្រោមរបបគុំនាងសាមានវប្បធម៌ជាតិសាសន៍ខ្លាយខ្លាតកើនកាមត្រូវយួនតាមដានបំផ្លាញស្ទើរអស់លោកវាសនាចន្ទាចំបាយកណ្ដោយកូនតែថ្លែងប្រាប់លោកីវាយោបងបោករលងទុំភ័យខ្មែរក្រមប្រុងស្រីហាស្ដីមិនបានជីវិតខ្មែរក្ររស់យ៉ាងអាភពរួមក្រោមរបបគុំនាងសាមានវប្បធម៌ជាតិសាសន៍ថ្លៃថ្លាកើនកាន
ញស្ទើអងតាមស្ថានភាពនយោបាយពិភពលោកអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកសូមអំពាវនាវដល់បងប្អូនរួមជាតិទាំងអស់ដែលកំពុងរស់នៅក្រៅប្រទេសទាំងបព្វជិតទាំងក្រហមសូមខិតខំព្យាយាមសិក្សាស្វែងយល់ពីរបៀបប្រើប្រាស់ឧបករណ៍កុំព្យូទ័រដើម្បីជាការងាយស្រួលក្នុងការទំនាក់ទំនងគ្នានិងសម្រាប់បម្រើផលប្រយោជន៍សង្គមជាតិចំណែកឯព្រះសង្ឃនិងបងប្អូនរួមជាតិនៅក្នុងស្រុកវិញត្រូវព្យាយាមអត់ធ្មត់ប្រុងប្រយ័ត្នកុំជឿពាក្យឃោសនាសត្រូវយល់ឲ្យសោះសហព័ន្ធខ្មែរក្រោមសន្យាថានឹងខិតខំរកគ្រប់មធ្យោបាយដើម្បីប្តឹងទាមទារសិទ្ធិសេរីភាពប្រកេននិងជូនប្រតិជន និងបងប្អូនជនរួមជាតិយើងខ្ញុំនឹងធ្វើសង្គ្រាមអហិង្សាដោយយកស្លាបបកាធ្វើជាអាវុធប្រយុទ្ធនឹងសត្រូវដូច្នេះសូមប្រតិជននិងបងប្អូនរួមជាតិជ្រាបជាដំណឹងសហព័ន្ធតស៊ូសន្តិវិធីបាត់ជាគម្ពីរដាក់ដមផ្លូវយកស្លាបបកាបាញ់ចាប់សត្វត្រូវបំបត្តិមកសើខ្មែរក្រោមផុនទុកអ៊ីមែលអេសាបញ្ជូនសំបុត្ររហ័សបំផុតទាន់សុភាពការដាក់ឡើងតាមច្បាប់អន្តររដ្ឋអ្នកស្គួយប្រជាទាមទារយុត្តិធម៌ទីក្រុងឡាអេញៀវយកសើណែវពន្លកអូកែវខ្មែរក្រោមរស់ហើយអាពណ៌នំមុខខ្មែរពុំប្រងើយអាពណ៌នំមុខខ្មែរពុំប្រងើយតាមពីរំដងហើយក៏សាងមង្គលខ្មែរក្រោមក្នុងស្រុកសូមអត់ធ្មត់តស៊ូកំណត់សតិបញ្ញាទាមទារសិទ្ធិទាំងដីជលសាឯខ្មែរដូនតាយួនខ្លងក៏ច្បាប់សតវត្ស21សិទ្ធិមនុស្សជាធំសុំកុំសំងំឲ្យយួនជីងជន់ទាមទារសិទ្ធិខ្លួនក្រោកឡើងបនតនអង្គការថាបនការពារបងប្អូនទីក្រុងឡាអេញៀវយកសើណែវពន្លកអូកែវខ្មែរក្រោមរស់ហើយអាពណ៌នំមុខខ្មែរពុំប្រងើយអាពណ៌នំមុខខ្មែរពុំប្រងើយសាមគ្គីរំដងហើយក៏សាងមង្គលខ្មែរក្រោមក្នុងស្រុកសូមអត់ធ្មត់តស៊ូកំណត់សតិបញ្ញាទាមទារសិទ្ធិទាំងដីជលសាឯខ្មែរដូនតាយួនខ្លងក៏ច្បាប់សតវត្ស21សិទ្ធិមនុស្សជាធំសុំកុំសំងំឲ្យយួនជីងជន់ទាមទារសិទ្ធិខ្លួនក្រោកឡើងបនតនអង្គការថាបនការពារបងប្អូនកម្ពុជាក្រោមជាដែនដីកំណើតខ្ញុំតែគួរឲ្យសោកស្ដាយខ្លាំងណាស់ព្រោះចៅយួនឈ្លានពានប្លន់យកអស់ទៅហើយដែនដីកម្ពុជាក្រោមជាដែនដីមួយដែលប្រកបទៅដោយជីវជាតិល្អក្នុងទឹកសម្បូរទៅដោយមច្ឆាគ្រប់ប្រភេទលើដីសម្បូរទៅដោយភោគផលដំណាំដាំដុះចម្រុះផលផ្លែឈើគ្រប់រដូវសត្វស្លាបសត្វព្រៃគ្រប់ប្រភេទឥឡូវនេះខ្លាចទៅជាគ្មានន័យអ្វីសោះព្រោះមិនមែនជាកម្មសិទ្ធិរបស់ខ្មែរក្រោមតទៅទៀតទេមិនត្រឹមតែប៉ុណ្ណោះយួនបានបដូរឈ្មោះក្រោមខេត្តកោះរបស់ខ្មែរក្រោមតែជាយួនអស់រលីងទៅហើយខ្ញុំសូមបួងសួងសូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកព្រមទាំងប្រលឹងអ្នកស្នេហាជាតិគ្រប់ចំនួនដែលបានបូជាជីវិតដោយបុព្វហេតុជាតិនិងព្រះពុទ្ធសាសនា
សូមមេត្តាជួយខ្មែរក្រៅឲ្យឆ្លងផុតពីគ្រោះចង្រៃពីកណ្ដាប់ដៃចោលយួនអត់ដេរថៃនេះផងចុះដីកម្ពុជាក្រោមដែនកំណើតខ្ញុំនឹកឡើងខ្ញុំយំស្ដាយទឹកដីអាយួនចោកបត់អន់ដេរថៃវាភ្លន់ទឹកដីខ្មែរជាង20ខែខែតូចខែធំនឹងភូមិឃុំយួនបានបដូរឈ្មោះជាភាសាវីធ្វើឲ្យខ្មែរក្រមជឿចាប់ព្រំគ្នាឲ្យខ្មែរវេទនីក្រមចង់កោមយួនដីកម្ពុជាក្រោមសម្បូរខលឡាទាំងប្រាំងវស្សាពុំដែលមានខ្វះក្រមទឹកលើដីសម្បូរខ្លាំងណាស់គុណគង់ប្រជារាស្ត្ររៀងរាល់រស់ទៅកម្ពុជាក្រោមអ្នកឈរនឹងអំពីព្រោះលឹងជន់ស្នេហាជាតិសូមឲ្យខ្មែរក្រមជួបជុំហើយញាតតទៅមុខទៀតជាតិបានសុខសាន្តកម្ពុជាក្រោមសម្បូរខលឡាទាំងប្រាំងវស្សាពុំដែលមានខ្វះក្រមទឹកលើដីសម្បូរខ្លាំងណាស់ពុនគង់ប្រជារាស្ត្ររៀងរាល់កម្ពុជាក្រោមអ្នកឈរនឹងអំពីព្រោះលឹងយន្តស្នេហាជាតិសូមឲ្យខ្មែរក្រមជួបជុំហើយញាតតទៅមុខទៀតជាតិបានសុខសាន្តអូនសម្លាញ់ជាត្រូវការបងហើយបងជាកូនប្រុសដើមទ្រូង5ហាត់បងមិនអាចទ្រាំឈរអោបដៃមើលពួកយួនសម្លាប់ខ្មែរតាមអំពើចិត្តបែបនេះតទៅទៀតបានទេបងសម្រេចចិត្តថាស្អែកនេះបងលីអូនចូលទៅបម្រើកងទ័ពជាតិហើយសូមអូនទៅផ្ទះថែរក្សាខ្លួនផង
ចាំស្រុកសានត្រាបងនឹងបានវិលមករកអូនវិញតែបើបាត់បងជួបបានសេចក្តីថាបងស្លាប់ហើយបថោដីសម្លាញ់សូមបងកុំបងពាក្យបាត់បងត្រូវដីនោះមិនអាចស្លាប់បានទេអត់សូមជួបបងសូមឲ្យបងមានជ័យជំនះគ្រប់សមរភូមិទៀតអស់តែរងចាំបងចាំរហូតដល់បងត្រឡប់មករកអូនវិញមាសបងនៅឲ្យស្បាយកុំបីទុកថាបងប្រុងព្រៀបចំទៅណាទៀតថែមរាត្រូវការបងហើយអូននៅផ្ទះបនស្រន់ព្រះកុំបីកនតាយអូនធ្វើតាមអត់ប្រកាយឡើយម្ចាំងស្នេហ៍អើយសូមមានជោគជ័យបងជាខ្មែរក្រមអូនអូខ្មែរក្រមត្រូវចូលរួមការពារទាមទារសេរីភាពបាត់សិនបាត់បងអូនត្រូវតែតស៊ូជាគំរូទៅទៀតតតែខ្មែរបានជោគជ័យមីបងបងសប្បាយក្នុងចិត្តខ្លាំងណាស់គេឈ្មោះយើងនឹងបានត្រចាំដូចច័ន្ទរាំងថ្ងៃពេញបរមីបងជាខ្មែរក្រមអូនខកខ្មែរក្រមត្រូវចូលរួមការពារទាមទារសេរីភាពបើសិនបាត់បងយូរអូនត្រូវតែតស៊ូជាគំរូទៅទៀតតតែខ្មែរបានជោគជ័យមានបងបងសប្បាយក្នុងចិត្តខ្លាំងណាស់គេឈ្មោះយើងនឹងបានត្រចាំដូចច័ន្ទរាំងថ្ងៃពេញបរមីដូចច័ន្ទរាំងថ្ងៃពេញបរមីដូចច័ន្ទរាំងថ្ងៃពេញបរមីថាមហាសមុទ្រចុះធំហើយជ្រៅតែទុកខ្មែរក្រោមមានទំហំធំធេងហើយជ្រៅជាងមហាសមុទ្រទៅទៀតយួនប្លន់ដីខ្មែរសម្រាប់ខ្មែរបំបិតសិទ្ធិសេរីភាពខ្មែរកាប់ដុតអាកខ្មែរក្រោមតាមតែទំនឹងចិត្តហេតុអ្វីបានជាពិភពលោកនេះពោពេញទៅដោយភាពអយុត្តិធម៌គ្រប់ទីកន្លែងបែបនេះតើថ្ងៃណាទេទើបពិភពលោកជួយរកយុត្តិធម៌ជូនខ្មែរក្រោមហេតុបានជាពិភពលោកប្រងើយកន្តើយទៅខ្មែរក្រោមខ្លាំងម្ល៉េះអយុត្តិធម៌ណាស់មើលផ្ទៃសមុទ្រសែនស្លុតសងវែងបបោកកាត្រែរលោកក្រំក្រែងស្រយុទ្ធ
ត់ល្វឹងល្វើយមើលសែនរន្ធត់អមហាសមុទ្រកម្ពុជាក្រហមមើលផ្ទៃសមុទ្ររលកក្រមជីវិតខ្មែរក្រមរស់ក្នុងភក់ជ្រំទីរុនខ្មែរក្រមរាប់លៀនរងរុនដៅកម្មអរាក្តៅនំគ្រប់ដំណយាតមិញជន់ពន្លិចវប្បធម៌យាតកំប្លន់យកអរិយធម៌ជន់ឆ្លៀយាតណាមបំផ្លាញពុទ្ធសាសនាប្រពៃណីឲ្យខ្មែរវង្សវែវក់វីលែងស្គាល់ជាតិអាឲ្យជាតិខ្មែរក្រហមរស់ក្នុងទ្រង់ខ្លាយួនស្យាខំហែកខេមរាខ្ទេចខ្ទីខ្មែរក្រហមរាប់លៀនស្លាប់បងជីវីនេះរឿងប្រពៃណីដូនតាខ្មែរក្រហមសក្ការៈអតីតអ្នកសាហាវណាស់ហេតុអ្វីបដូរឡើងកែប្រែខ្មែរជាសអូនខ្មែរ